ក្តាមចូលធុងមកបង្គាលោតចូលមកបង្កងតម្រង់ជួរគ្នាតាមទំហំមកពីមុនចំណាយពេលជាង1 ម៉ោងទៅពេញឥឡូវ10 នាទីរួចរាល់បាត់នេះឯងរកម្នាក់ឯងទាំងអស់មែនទេម្សិលមិញស្មានតែឯងនិយាយលេងតើឥឡូវមិនត្រឹមតែគុណនឹង2ទេគឺចិត្ត3ដងហើយគ្រាន់តែសំណាងល្អទេមានអ្នកណាអាចសំណាងល្អ5ថ្ងៃជាប់គ្នា41000មួយថ្ងៃលក់បានដល់40000ជាងបើលឿនយ៉ាងនេះមកខ្ញុំទិញមិនអស់ទេខ្ញុំត្រូវរីកាប្រាប់មេធំសិនគាត់ប្រកាសជាចង់ជួបឯងផ្ទាល់ហើយឯងរៀបចំមកអញធ្លាប់ទេមកទល់ពេលនេះលក់បានប៉ុន្មានហើយប្រហែល150,000 5ថ្ងៃ150,000អញដឹងទេទុកនៅទីនេះរត់1ខែទៅបានប៉ុណ្ណឹងក្មេងនេះមានប្រវត្តិយ៉ាងណាទៅខាងមុខ300ម៉ែត្រមានហ្វូងក្តាមសេះធំមួយក្តាមសេះល្អប្រហែល380គីឡូមុខនេះចូលត្រង់ទាំងអស់មកក្តាមសេះលេខ1 380គីឡូពីមុនទុក10រត់1ថ្ងៃក៏រកមិនបានប៉ុណ្ណឹងដែរសមត្ថភាពកម្រិត2នេះគឺខ្លាំងជាងកម្រិត1ដាច់តែម្ដងក្តាមសេះ380គីឡូបុកជាមួយបាវហ៊ឺនិងបង្កងថ្ងៃនេះសរុបបាន87000លីយ៉ុនខ្ញុំរកស៊ីនេះ8ឆ្នាំហើយលើកទី1ហើយឃើញគេរកបានច្រើនយ៉ាងនេះនិយាយត្រង់មកឯងមានមិនអាគមមែនទេថ្ងៃស្អែកអាចច្រើនជាងនេះទៀតស្អែកខ្ញុំឲ្យឡានត្រជាក់2គ្រឿងមកចាំប្រាក់ចំណូលសរុបជិត200,000ហើយពេលមានទុកទៅសមុទ្រជ្រៅចំណូលនឹងកើនទៀតបងលីនខ្ញុំស៊ីវចៅនៅខាងវ៉ាងជីលើកមុនខ្ញុំមានភ្នែកគ្មានប្រស្រីសូមបងកុំប្រកាន់ខ្ញុំអីបងហាប់ឲ្យខ្ញុំមកប្រាប់បងថាថ្ងៃក្រោយបើមានអ្នកបានចង់លក់ខាងយើងស្វាគមន៍ទិញជានិច្ចទីនេះឲ្យតម្លៃគូបំផុតតែម្ដងបងគិតយ៉ាងម៉េចដែរឥឡូវទៅចេះឲ្យបងលីនពីមុនទៅណាហើយខាងវ៉ាងហៅប្រកាសជាអង្គុយលេងជាប់ហើយមួយរត់អស់ហើយតាក់ទងខ្ញុំមិនបានទៀតគេច្បាស់ជាមិនព្រមបញ្ឈប់ត្រឹមនេះទេត្រូវប្រញាប់ទិញទុកសិនទៅសមុទ្រជ្រៅកាន់តែឆាប់កាន់តែសុវត្ថិភាពក្មួយប្រុសពេញចិត្តមួយនេះមែនទេម៉ាស៊ីនយ៉ាងម៉េចដែរធ្លាប់ជួបប៉ុន្មានហើយម៉ាស៊ីនម៉ាស៊ូទៅធ្វើប្រេងកាល2ឆ្នាំទៅបដូរពីស្តុងថ្មីហើយរត់30ទៅ40ម៉ៃគ្មានបញ្ហាទេបន្ទប់ត្រជាក់ដើរធម្មតា GPS និងម៉ាស៊ីនរកត្រីទៅដាក់ថ្មីស្រួលប្រណាស់សាកបញ្ឆេះស្ដាប់មើលទៅ30,000វេរលុយឲ្យលើបាននិយាយស្រួលឯកសារធានាធ្វើឲ្យរួចរាល់ក្នុង3ថ្ងៃទីបំផុតមានទុកខ្លួនឯងហើយ3ថ្ងៃទៀតចេញទៅសមុទ្រជ្រៅលីនយ៉នចេញទុកព្រលឹមម្លេះពូលីទៅណាដែរខ្ញុំទៅឆ្ងាយបន្តិចទៅមើលចម្ងាយ20ម៉ៃ20ម៉ៃទៅម្នាក់ឯងហ៎ទីនោះទឹកជ្រៅលោកធំថ្មីនេះមានចរន្តក្រោមទៀតគ្រោះថ្នាក់ណាស់ពូកុំបារម្ភអីចាំខ្ញុំមកវិញទិញស្រាជូនពូហូបក្មេងនេះថ្លើមធំមែនទែនបញ្ជាក់គោលដៅត្រីមាសធម្មជាតិប្រហែល260ក្បាលជម្រៅ15ទៅ25ម៉ែត្រឆ្ពោះទៅទីសានចំណុចស្ទាក់ចាប់គឺ 1.2 ម៉ៃខាងមុខហ្វូងត្រីនឹងឆ្លងកាត់តំបន់ថ្មប៉ព្រះទឹកសូម្បីតែកន្លែងពួកវាបត់ក៏កញ្ញាត្រូវដែរអូខេទៅចាំនៅទីនោះគោដៅក្នុងអ៊ុនប្រហែល180ក្បាលណែនាំឲ្យទាញអ៊ុនឡើងលទ្ធផលលើកនេះមិនខាត់បងទេមិនធម្មតាទេជាង2គីឡូតែមួយក្បាលនេះក៏លក់បាន4ទៅ5,000ដែរជាង180ក្បាលជាមធ្យមមួយក្បាលគីឡូកន្លះសរុបជាង250គីឡូទោះគិតតម្លៃទាបបំផុតក៏ដោយក៏បានជាង40,000ដែរពីមុនមក40,000តម្លៃប៉ាន់ស្មានលើកនេះគឺ42ទៅ65,000ចំណូលសរុប69,000កម្រិត3ត្រូវរកឲ្យបានលើក80,000ទៅបើបានខ្វះតែបន្តិចទៀតទេលើកក្រោយចាំយូរបន្តិចមុនទាញអ៊ូនច្បាស់ជាបានព្រះឲ្យសុទ្ធតែត្រីមាសនេះមានចំនួនប៉ុន្មានទៅយ៉ាងហោចណាស់ក៏250គីឡូដែរក្មេងនេះទាញអ៊ូនតែម្ដងស្មើនឹងកំពុងផាយយើងតែមូលរក1ខែបូកចូលគ្នាទៅទៀតអ៊ូននេះសុទ្ធតែត្រីមាសធម្មជាតិបរិមាណនិងគុណភាពនេះខ្ញុំសម្រេចមិនបានទេត្រូវឲ្យមេធំមកផ្ទាល់ទៅបានមេធំសូមអញ្ជើញមកកំពុងផាយជាបន្ទាន់គឺជាទំនិញរបស់លីនយ៉នបាទគឺត្រីមាសធម្មជាតិពេញមួយឃ្លាំងមេមកដល់នឹងដឹងហើយមេធំនឹងមកដល់ក្នុង20នាទីទៀតឯងចាំគាត់នៅទីនេះបន្តិចទៅពេលនេះចប់ហើយខាងគ្រូសាវ៉ាងប្រកាសជាអង្គុយលេងជាប់ហើយនោះជាថៅកែក្រុមហ៊ុនលូស៊ីរូបរាងល្អដូចគ្នាទំហំប៉ុនគ្នាភាពស្រស់ក៏លេខ1ដែរទាំងអស់សុទ្ធតែចាត់ទុកថាលំដាប់កំពូលម៉ៅទាំងអស់នេះទូទាត់ក្នុងតម្លៃទីផ្សារទ្វេដងយោទេមនុស្សម្នាក់ទុកមួយអ៊ូនតែមួយចាប់បានច្រើនយ៉ាងនេះអញដឹងទេទុកទាំងអស់នៅទីនេះបូកបញ្ចូលគ្នាមួយសប្តាហ៍រកត្រីមាសបានប៉ុន្មានមិនដឹងទេគឺមិនស្មើ1/3នៃអ៊ូនអញផងលើកមុនខ្ញុំសួរអញឆ្លើយថាជាបទពិសោធន៍ឥឡូវខ្ញុំសួរសំណួរដដែលតែខ្ញុំមិនត្រូវការចម្លើយពីអញទេខ្ញុំគ្រាន់តែចង់បញ្ជាក់រឿងមួយតើបរិមាណនេះអញអាចរក្សានៅថេរទេអាចថែមទាំងអាចច្រើនជាងនេះទៀតអញ្ចឹងខ្ញុំនិយាយរឿងបន្តជាមួយអញការប្រកេតសញ្ញា3ខែកំពុងតែដំណើរការហើយតែអ៊ូនថ្ងៃនេះធ្វើឲ្យខ្ញុំបដូរចិត្តចុះកុំត្រាប់ដាច់មុខប្រចាំឆ្នាំតែម្ដងលក្ខខណ្ឌដដែលទិញក្នុងតម្លៃគុណនឹង2តែខ្ញុំបន្ថែមមួយចំណុចទៀតការទិញប្រចាំខែយ៉ាងហោចណាស់មិនតិចជាង2លានយ៉ាងហោចណាស់2លាន
តើបងប្រកាសថាខ្ញុំអាចគ្រប់គ្រងបានបើគិតតាមបរិមាណថ្ងៃនេះអញចេញទុកតែ10ដងក្នុងមួយខែគឺគ្រប់ហើយម្យ៉ាងទៀតអញថាអាចបានច្រើនជាងនេះទៀតដូច្នេះកម្រិតទាបនេះគឺសម្រាប់ខ្លួនខ្ញុំផ្ទាល់ទេមិនមែនជាការដាក់សម្ពាធដល់អញឡើយខ្ញុំព្រមចុះហត្ថលេខារីករាយដែលបានសហការតើអញមានគម្រោងអ្វីបន្តទៀតធ្វើម្នាក់ឯងមួយរយៈសិនគឺគ្រប់គ្រាន់ហើយពេលបរិមាណច្រើនជាងនេះប្រហែលត្រូវការជំនួយពេលត្រូវការមនុស្សប្រាប់ខ្ញុំមកខាងខ្ញុំអាចណែនាំអ្នកដែលទុកចិត្តបានមានរឿងមួយទៀតដែលខ្ញុំត្រូវរំលឹកឯងត្រូវប្រយ័ត្នខាងគ្រួសារវ៉ាងបន្តិចអញក៏ធ្លាប់រើហើយវ៉ាងទើបពីរកស៊ីគ្រឿងសមុទ្រទីនេះជាង20ឆ្នាំហើយខ្សែរយៈនឹងម៉ួយរបស់គេច្រើនជាងអញគិតទៅទៀតឥឡូវអញមិនត្រឹមតែដណ្ដើមម៉ួយរីរបស់វ៉ាងហាប់ទេអញកំពុងប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងគ្រួសារវ៉ាងទាំងមូលមនុស្សបែបនេះច្បាស់ជាមិនឈរមើលអញរីកចម្រើនទេខ្ញុំដឹងតែខ្ញុំគ្មានអ្វីត្រូវខ្លាចទេខ្ញុំមិនមែនចង់ឲ្យអញខ្លាចទេគឺចង់ឲ្យអញត្រៀមខ្លួនទុកជាមុនទោះជាបញ្ហាទីផ្សារឬកម្លាំងពលកម្មបើមានបញ្ហាអ្វីអាចរកខ្ញុំបានកុំស៊ូទ្រាំម្នាក់ឯងអីយោទេអរគុណហើយទូទាត់លុយថ្ងៃនេះរួចខ្ញុំនឹងឲ្យចៅមានប្រាប់ឯងត្រូវហើយផ្គត់ផ្គង់ទេ3ខែកិច្ចសន្យាផ្ដាច់មុខប្រចាំឆ្នាំនឹងចូលជាធំមានលុយទៅរៀបបានកុំចាយផ្ដេសផ្ដាសចំណូលសរុបបានជាង940,000ហើយយោងតាមលក្ខខណ្ឌកម្រិត3ការវិតម្លៃចំណូលម្ដងលើ810,000ការចេញទូកខ្នាតធំទទួលបាន940,000តែកម្រិត3ត្រូវការមិនមែនការបូកសរុបទេគឺចំណូលតែម្ដងលើ800,000លើកក្រោយចេញទូកត្រូវទាញអួនឲ្យបានច្រើនជាងនេះហ្វូងក្តាមអធិរាជដែលប្រព័ន្ធរកឃើញពីមុនគឺមួយនឹងហើយស្កេនពីចម្ងាយសង្ស័យថាជាហ្វូងសត្វសម្បកធំប៉ាន់ស្មានទីតាំងទីនិរដីចម្ងាយ35ម៉ៃទូកនេះអាចទៅដល់ប៉ុន្តែដែនទឹកនោះប្រព័ន្ធបញ្ជាក់ថាជាសត្វសម្បកធំបើជាហ្វូងក្តាមអធិរាជមែនចំណូលចាប់បានម្ដងអាចលើស800,000ល្មមអាចបើកម្រិត3បានតែដែនទឹកនោះល្បីថាមិនសូវស្រួលទេប្រព័ន្ធអាចប្រាប់ទីតាំងនិងជម្រៅបានយ៉ាងច្បាស់តែទីដែលជ្រុនទឹកក្រោមមិនអាចបញ្ជាក់បានទេប្រព័ន្ធអាចចាប់សញ្ញាបានតែសត្វមានជីវិតមិនអាចចាប់សញ្ញាជ្រុនទឹកបានទេ35ម៉ៃព្រលឹមស្អែកទៅយកតែម្ដងពូលីខ្ញុំសួរបន្តិចតំបន់ទឹកជ្រៅភាគនិរដីនោះពូធ្លាប់ទៅទីនោះទេទឹកជ្រៅនិរដីអញសួររកធ្វើអីចង់ដឹងពីស្ថានភាពនៅទីនោះបន្តិចកន្លែងឆ្ងាយនោះមិនអាចទៅទេកាលពូនៅក្មេងមានទូកក្នុងភូមិ2គ្រឿងធ្លាប់ទៅមួយគ្រឿងលិចមនុស្ស3នាក់មិនបានត្រឡប់មកវិញទេមួយគ្រឿងទៀតទូក3រស់រៀនមានជីវិតតែបាត់ទូកត្រូវថ្មប៉ប្រះទឹកកោះធ្លុះអស់ពាក់កណ្ដាលស្ទើរតែលិចក្នុងសមុទ្រទៅហើយចរុនទឹកនៅទីនោះចម្លែកណាស់ទីដែលចេះតែផ្លាស់ប្ដូរផ្ដេសផ្ដាសថ្ងៃនេះរុញទៅកើតស្អែកអាចបាញ់ឡើងលើផ្ទៃសមុទ្រមើលទៅស្ងប់ស្ងាត់តែទឹកខាងក្រោមអាចគួចទូកបោកផ្ទុកនឹងថ្មតើមានអ្នកណាដឹងពីច្បាប់ទម្លាប់ទេមានច្បាប់ទម្លាប់ឯណាសមុទ្រនោះធំណាស់ចរុនទឹកផ្លាស់ប្ដូរលឿនណាស់ចាស់តែងនិយាយថាទូក10ទៅទីនោះ9មិនអាចត្រឡប់មកវិញទេលីនយ៉នឯងកុំគិតខ្លីអីជីវភាពឯងទៅតែបានប្រសើរឡើងកុំយកជីវិតទៅដូរយកលុយអីពូលីកុំបារម្ភអីខ្ញុំគ្រាន់តែសួរលេងទេអូថៅកែលីននេះរៀបចេញទូកទៀតហើយយីថាឯងកំពុងសួររកតំបន់ទឹកជ្រៅនិរដីលីយ៉នឯងក្រដោឈួតហើយមែនទេកន្លែងនោះមនុស្សអាចទៅបានឬឯងចង់យកជីវិតទៅដូរលុយឬវ៉ាងហៅឯងខ្វល់ពីខ្ញុំទៅណាម្លេះតើឯងទំនេរពេកទេដឹងខ្ញុំខ្វល់ពីឯងខ្ញុំមកមើលរឿងកំ pl របស់ឯងទេឯងស្មានតែតាក់ទងលូស៊ីបានអាចដើរជើងមួយបានមែនទេខ្ញុំប្រាប់ឯងចុះកន្លែងនោះអ្នកដែលធ្លាប់ទៅគ្មានអ្នកណាត្រឡប់មកវិញទេបើឯងពិតជាទៅមែននោះរឹតតែល្អចំណេញពេលខ្ញុំមិនបាច់ឃើញមុខឯងរាល់ថ្ងៃឲ្យធន់វ៉ាងហៅឯងនិយាយបែបនេះមានន័យថាម៉េចចង់ឲ្យខ្ញុំមិនបានត្រឡប់មកវិញម្លេះបើខ្ញុំពិតជាមានរឿងអីនៅកណ្ដាលសមុទ្រមែនអ្នកដែលត្រូវគេសឹកមកគេមុនគេគឺឯងហើយឯងនិយាយផ្ដេសផ្ដាសអីខ្ញុំគ្រាន់តែរំលឹកឯងថាកន្លែងនោះវាគ្រោះថ្នាក់អ្នកណាមិនដឹងពីសមុទ្រមួយនេះដឹងគឺល្អហើយខ្ញុំទៅមិនទៅជារឿងរបស់ខ្ញុំឯងយកពេលទៅខ្វល់ពីមុខរបស់ខ្លួនឯងទៅលឺថាខែនេះមួយរត់អស់2នាក់ទៀតហើយទៅចុះទៅហើយកុំត្រឡប់មកវិញឲ្យសោះយីថាឯងកំពុងសួរនាំពីតំបន់ទឹកជ្រៅនិរដីកន្លែងនោះគ្រោះថ្នាក់ណាស់មុនចេញទូកប្រាប់ខ្ញុំមួយម៉ាត់ផងសូម្បីតែគាត់ក៏ដែរ2ថ្ងៃនេះមិនចេញទេចាំត្រៀមរួចរាល់ចាំប្រាប់ស្អែកម៉ោង3ទៀបភ្លឺចេញដំណើរ35ម៉ៃលបឿនទូក20ណត1ម៉ោងកន្លះនឹងទៅដល់បញ្ជាក់គោលដៅហ្វូងក្តាមអធិរាជធម្មជាតិប៉ាន់ស្មានចំនួនជាង400ក្បាលទម្ងន់មធ្យម1ក្បាល1ទៅ3គីឡូគុណភាពលំដាប់កម្ពូលតម្លៃទីផ្សារពី800ទៅ1,500ក្នុងកន្លះគីឡូតម្លៃប៉ាន់ស្មានសរុប1លាន2សែនទៅ2លាន4សែនមួយជើងនេះមានតម្លៃដល់ទៅជាង1លានទៅហើយប៉ាត់ស្ដាំបន្ថែមលបឿនទៅឆ្វេងហ្វូងក្តាមអធិរាជទាំងអស់ឡើងមកតំបន់ទ្រង់មាសគោលដៅកំពុងប្រមូលផ្ដុំតាមការបញ្ជាប៉ាន់ស្មាន10នាទីទៀតចូលទ្រង់មាសប៉ាន់ស្មានមានក្តាមចូលប្រហែល380ក្បាលណែនាំឲ្យទាញទ្រង់ឡើង